nè quạt còn được bó quạt mau từng pi nè cho nên một lần nhóc cô hiền họ tôi sập ai quạt từ ở đây xa quạt to vàng tập bê quạt đà từ cối mình nè tiến lên lần lại mà bác con thôi cao lòng vút hay lăng tao rồi chào gì đúng lui rồi từ mỏ cha mỏ มันเรียงจ่าลกรมจอมุกดดาลทั่วสกรรมเพบบันล้อมติงโทรศัพท์รถช็อกยก iPhone 12 Pro Max รถเก็ตคลูนบัตสมอลพนมปิงการในเจ้ารกรรมดอกกำซดมวยบันการหลังบงกอไอเมียงกาพยักเผาดอลบ้องโพนอาชีวกอขณะได้กรมจุนสังไซจุมนวนปีเนี่ยบานเปล่าระบิดทั่วชีโจยมักติงโทรศัพท์รถช็อกยก iPhone 12 Pro Max รถเก็ตคลูนบัตโดยสวัสดิ์เขบเหตุการณ์นี้บานการล้างกาพิเวเลียมองเชียงดับยบថ្ងៃទី2ខែកុម្ភៈឆ្នាំ2026ថ្មីនេះនៅចំណុចហាងលក់ទូរស័ព្ទយីហោតេរ៉ាស្ថិតនៅតាមបណ្ដោយផ្លូវលូផាំសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញយោងតាមសម្ដីរបស់ប្អូនស្រីដែលជាបុគ្គលលក់បានរៀបរាប់ទាំងការភិតភ័យថានៅមុនពេលកើតហេតុមានជនសង្ស័យ2នាក់បានជិះម៉ូតូមកឈប់នៅមុខហាងដោយម្នាក់ចាំលើម៉ូតូនិងម្នាក់ទៀតចូលមកសួររកទិញទូរស័ព្ទ iPhone 12 Pro Max ពណ៌សជននោះបានប្រើល្បិចចរចាតម្លៃចុះឡើងដើម្បីពន្យាពេលលោកដល់ពេលនាងកំពុងតែរវល់មើលទូរស័ព្ទដើម្បីឆែកតម្លៃជូនស្រាប់តែជនសង្ស័យបានឆក់យកទូរស័ព្ទពីដៃរួចរត់ឡើងម៉ូតូដែលប៉ាក់ពូកំពុងបញ្ឆេះចាំនៅខាងក្រៅជីកកិច្ចខ្លួនបាត់តែម្ដងជុំវិញករណីនេះម្ចាស់ហាងខាងលើបានសម្ដែងការហួសចិត្តនិងក្តីកង្វល់យ៉ាងខ្លាំងដោយលោកបានបញ្ជាក់ថានេះមិនមែនជាលើកទី1ទេគឺហាងរបស់លោកធ្លាប់ត្រូវក្រុមចៅធ្វើសកម្មភាពបាបនេះម្ដងរួចមកហើយកាលពី4ខែមុនដោយកាលនោះបាត់បង់ iPhone 11 Pro Max មួយគ្រឿងលោកសង្ស័យថាក្រុមចៅទាំងនេះអាចជាក្រុមដដែលព្រមមានភិនភាគនិងរបៀបធ្វើសកម្មភាពស្រដៀងគ្នាក្រោយកើតហេតុម្ចាស់ហាងបានត្រៀមដាក់ពាក្យបណ្ដឹងនិងសំណូមពរយ៉ាងទទូចដល់សមត្ថកិច្ចនៃអធិកតានគរបាលខណ្ឌមានជ័យមេត្តាជួយស្រាវជ្រាវនិងតាមចាប់ខ្លួនក្រុមជនសង្ស័យមុខសញ្ញាចាស់ទាំងនេះមកផ្ដន្ទាទោសតាមច្បាប់ដើម្បីកុំឲ្យពួកគេបន្តដើរបង្កអសន្តិសុខនិងក្តីភ័យខ្លាចដល់អាជីវកររកស៊ីសុចរិតដទៃទៀត